មានសួរបងទាំងអស់គ្នាបាទអរគុណសម្រាប់ការចូលរួមនៅព្រឹកនេះហើយសារគឺតាមពិតទៅយើងត្រូវនៅមួយគ្រូសាដើម្បីយើងជួបជុំប៉ុន្តែឆ្លៀតពេលមកនេះគឺគេហៅ commit តាំងចិត្តខ្ពស់មែនតើបាទដោយសារតែបងចង់ដឹងព័ត៌មានហើយក៏ដូចផ្លូវមួយដែលយើងឆ្ពោះទៅអ្វីដែលយើងចង់បានបាទខ្ញុំឈ្មោះសេងសុភត្រាជា Chief Senior Consultant នៅក្នុងក្រុមហ៊ុន Global Visa Cambodia បាទថ្ងៃនេះដូចបានជំរាបអញ្ចឹងយើងនឹងធ្វើបទបង្ហាញអំពីប្រទេស3មានប៉ូទុយហ្គាល់មានប្រទេសអាល្លឺម៉ង់ហើយនិងប្រទេសអេស្ប៉ាញតើកម្មវិធី German Opportunity Card ជាអ្វីកម្មវិធីហ្នឹងគឺជាកម្មវិធីមួយទៅរកការងារធ្វើជាក្របខ័ណ្ឌដែលយើងត្រូវទៅរកការងារធ្វើនៅប្រទេសអាល្លឺម៉ង់តាមរយៈកម្មវិធី German Opportunity Card ហ្នឹងគឺគោលបំណងគឺរកការងារដោយស្របច្បាប់បាទដោយបេក្ខជនហ្នឹងគាត់គ្រាន់តែមានសញ្ញាបត្រដែលទទួលស្គាល់ឬក៏មានពិន្ទុគេហៅ sufficient fund base ហ្នឹងតែកម្មវិធី Portugal Vocational Education Resident Permit គឺជាអ្វីបាទគឺជាកម្មវិធីមួយគេហៅថាជា Immigration Pathway ដែរដែលយើងអាចចាប់ផ្ដើមដំបូងហ្នឹងគឺយើងចេញទៅទទួលបានគេហៅ D4 ហ្នឹងright to work right to live ហើយនឹង right to get a health ហើយនឹង public transportation អីចឹងគឺយើងមានសិទ្ធិទទួលបាននៅការរស់នៅការធ្វើការសិក្សាក៏ដូចជាសេវាសុខាភិបាលហើយនឹងសេវាសាធារណៈដោយពលរដ្ឋគេតែកម្មវិធី Spend Study Visa ជាអ្វីគឺជា vocational training យើងបច្ចុប្បន្នយើងមានតែ culinary and catering ជា rank number 1ជាមុខវិជ្ជាមួយលំដាប់លេខ1នៅប្រទេសអេស្ប៉ាញដែលកំពុងត្រូវការបច្ចុប្បន្នដូចជា1,38,000 កន្លែងដែលកំពុងរងចាំហើយការរៀនរបស់យើងទី1គឺអត់ត្រូវការភាសាទេពីព្រោះយើងរៀនវគ្គជំនាញហ្នឹងគឺយើងផ្ដោតលើកាយវិការជាងតែគោយើងទាមទារឲ្យចេះទៅគោរត់ល្អដូចចេះចិនចេះអង់គ្លេសហ្នឹងទៅតែនៅក្នុងហ្នឹងគោគេមានបរិញ្ញាមួយថ្ងៃ2ម៉ោងទៅលើភាសាអេស្ប៉ាញដែរបាទហើយយើងគ្រាន់តែមានលុយនៅក្នុងកង់បកតខ្លួនរបស់យើង$30,000វាច្រើនជាងខាងប៉ូទុយហ្គាល់11040នេះ$30,000ចេញពីកង់យើងខ្ទង់$35,000ហ្នឹងយើងបង្ហាញគេថាយើងមានលុយប៉ុណ្ណឹងគឺអូខេត្រង់ហ្នឹងយើងអាចធ្វើការងារ part time បាន convert a temporary work permit after 1 year បន្ទាប់ពីយើងទៅរៀនចប់បាន certificate យើងធ្វើការពេលដែលយើងធ្វើការយើងអាច convert ទៅជា work visa ហើយយើងអាចគូសារទៅបាននៅពេលហ្នឹងមានន័យថាពេលដែលយើងចេញទៅយើងកំពុងរៀនយើងអាចធ្វើការ part time បានយើងអត់មានសិទ្ធិធ្វើការ full time ពីព្រោះយើងជា study permit មួយអាទិត្យអាច20ទៅ30ម៉ោងក្នុងមួយអាទិត្យហ្នឹងហើយបន្ទាប់ពីយើងរៀនចប់យើងបានការងារគេបដូរយើងទៅជា work visa ហ្នឹងរយៈពេល process គឺ1ខែទៅ2ខែទេយើងមានសិទ្ធិរស់នៅឯអេស្ប៉ាញអាល្លឺម៉ង់ប៉ូទុយហ្គាល់គឺសិទ្ធិជាប្រទេសសហភាពអឺរ៉ុបហើយនិង Schengen អត់តែមាន visa មិនថា student visa tourist visa ឬក៏ visa អីទេយើងចេញចូល Schengen បានដូចគ្នា